បាទសួស្តីពុកម៉ែបងប្អូនបាទថ្ងៃនេះសូមធ្វើការឆ្លើយតបនឹងសំណួរពុកម៉ែបងប្អូនណាគាត់ចង់ចេះកែអំពូលជាពិសេសអំពូលដែលមានបតជាប់នេះណាបាទយកមកប្រើយ៉ាងម៉េចឲ្យផ្សារយ៉ាងម៉េចភ្ជាប់ពីណាទៅណាអញ្ចឹងដើម្បីឲ្យពុកម៉ែបងប្អូនបានជាច្បាស់ខ្ញុំសូមធ្វើការបញ្ជាក់ជូនពុកម៉ែបងប្អូនងាយណាអញ្ចឹងអំពូលនេះពូស៊ីនរបស់វាគឺមានបតជាប់នៅលើហ្នឹងគឺយើងដាក់តែថ្មចូលទៅហើយខ្សែសូឡាកន្លែងចូលទៅគឺវាភ្លឺហើយក៏ប៉ុន្តែដោយសារបតចាស់វាខូចបាត់ហើយវាដាក់ដើរទៅអញ្ចឹងយើងកែច្នៃយកបតនេះយកមកប្រើហើយបតនេះអាចគ្រប់គ្រងថ្មបានដល់8គ្រាប់អញ្ចឹងកែទៅគឺភ្លឺខ្លាំងល្អពុកម៉ែបងប្អូនអញ្ចឹងដើម្បីឲ្យឆាប់យល់គឺខ្ញុំបញ្ជាក់ជូនពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនត្រូវយកថ្មរបស់យើងណាយកមកតេះរ៉ូនេះបូកដកបំពូលហ្នឹងអញ្ចឹងពុកម៉ែបងប្អូនមើលនៅលើអំពូលគេមានឆ្នោតមើលខ្ញុំដាក់ឲ្យពុកម៉ែបងប្អូនឲ្យច្បាស់មើលនៅលើអំពូលនេះគឺមានឆ្នោតបើពុកម៉ែបងប្អូនរកឆ្នោតនឹងឃើញគឺអាហ្នឹងបានន័យថាដកហើយអញ្ចឹងណាលើអំពូលមានក្របឆ្នោតមួយខាងឆ្នោតមួយខាងអត់ឆ្នោតអញ្ចឹងយើងមើលនេះចុងខាងនេះមកយើងតេស្តចុងខាងនេះមកនេះគឺដកហើយខាងនេះគឺបូកអញ្ចឹងមួយជួរហ្នឹងដូចគ្នាទាំងអស់ដកបូកមកខាងនេះទាំងអស់អញ្ចឹងយើងអាចជាយាមរកខ្សែវាចេញមកអញ្ចឹងវាចេញមកកន្លែងនេះគឺបូកហើយអញ្ចឹងដល់ពេលយើងរកខ្សែទៀតខ្សែវាចេញដល់ណាកន្លែងនេះគឺដកបាទអញ្ចឹងសម្រាប់នៅលើបតរបស់យើងវិញក៏អត់រឹតតែស្រួលទៀតហើយបតវានៅនេះគឺថ្មចូលពីថ្មមកគឺដកហើយនេះគឺចូលពីថ្មមកគឺបូកហើយអក្សរ A នេះគឺចូលពីសូឡាមកនេះខ្សែសូឡាមកណាហើយអក្សរ L បូក L ដកនេះគឺប្រភេទមកពី LED នេះប្រភេទមកពី LED នេះយើងមកពី LED អញ្ចឹងគ្រាន់តែបញ្ជាក់ជូនពុកម៉ែបងប្អូនកន្លែងនេះដោយសារខ្សែថ្មនេះវាធំហើយក្បាលផ្សារយើងហ្នឹងវាតូចទេមិនសូវផ្សារបានស្អាតទេអញ្ចឹងគ្រាន់តែចែកចម្លែកជូនពុកម៉ែបងប្អូនពីការកែច្នៃណាអ្នកខ្លះពេលខូចអានេះទៅគឺគាត់រត់ទិញទាំងអស់ហ្នឹងថ្មីឡើងវិញក៏ប៉ុន្តែអាពួកជាប់បតនេះមិនសូវមានគេលក់ទេហើយបើលក់ក៏វារៀងថ្លៃដែរតែបើយើងទិញតែបតនេះមកស្លឹកទៅគឺយើងមានតេឡេនេះទៅជាមួយអញ្ចឹងទៅពុកម៉ែបងប្អូនចំណេញអញ្ចឹងគាត់បញ្ជាក់ជូនពុកម៉ែបងប្អូនកន្លែងហ្នឹងសំខាន់នេះយើងរកតែបូកដកអំពូលនេះឲ្យឃើញមកអញ្ចឹងពុកម៉ែបងប្អូនមើលនៅលើនេះឲ្យឃើញឆ្នោតនេះឆ្នោតណានេះខាងនេះគឺវាមានឆ្នោតតិចហ្នឹងហើយអញ្ចឹងជាចំណេះដឹងតូចមួយចែកជូនពុកម៉ែបងប្អូនបាទសូមអរគុណភ្លឺល្អប៉ុន្តែក្របអំពូលវានៅមានកម្រិតអត់ទាន់ចេញអស់ទេប្រហែលជានៅសល់សាច់អំពូលខ្លះអញ្ចឹងដោយសារតែក្របអំពូលវាច្រើនហើយថ្មវាខ្សោយអញ្ចឹងវាអាចចេញទៅអត់ខ្លាំង